ថ្ងៃនេះខ្ញុំមានរឿង3 4យកមកជជែកប៉ុន្តែប្រធានបទធំសម្រាប់ថ្ងៃនេះហ្នឹងគឺតាក់ទងទៅនឹងរឿងប៉ូលីសរបស់កូរ៉េជាក្រុមគេហៅថាក្រុមប៉ូលីសពិសេសជាបេសកកម្មមួយដែលមករំដោះជនជាតិកូរ៉េចេញពីប្រទេសកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញដោយកូរ៉េហ្នឹងគឺត្រូវបានរកឃើញថា scammer យើងខ្មែរយើងហៅថាក្រិតកម្មអនឡាញក្រិតករអនឡាញឬក៏អ្នករកស៊ីបោកប្រាស់តាមអនឡាញចាប់ពួកជនជាតិកូរ៉េហ្នឹងបង្ខំឲ្យមកធ្វើជាអ្នកទេទូរស័ព្ទដើម្បីទៅបោកប្រាស់យកលុយពីជនជាតិកូរ៉េនៅប្រទេសកូរ៉េអានេះខ្ញុំនឹងនិយាយលម្អិតខ្លះអំពីរឿងហ្នឹងហើយក៏ចង់និយាយអំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកូរ៉េថាហេតុអីបានជាកូរ៉េសម្រេចចិត្តបញ្ជូនកងកម្លាំងពិសេសរបស់ខ្លួនមកធ្វើកិច្ចការងាររឿងហ្នឹងអានេះវាជាយុទ្ធសាស្ត្រអីគេជាយុទ្ធសាស្ត្រខោបក្បាលអាយខ្នងកម្ពុជាឬក៏ជាយុទ្ធសាស្ត្រអីនៅក្នុងដែលកូរ៉េបានអនុវត្តហើយតើកូរ៉េធ្លាប់ធ្វើរឿងនេះជាមួយនឹងប្រទេសណាខ្លះហើយឆ្នេះហើយខ្ញុំនឹងនិយាយជាប្រធានបទចុងក្រោយធំក៏ប៉ុន្តែមុននឹងចូលប្រធានបទធំនេះខ្ញុំលើកយកប្រធានបទតូចដែលជាការសង្ខេបទេសម្រាប់សប្តាហ៍នេះយើងឃើញថាសប្តាហ៍នេះក៏មានរឿងច្រើនណាស់ដែរកើតឡើងនៅក្នុងសប្តាហ៍នេះហើយក៏យើងឃើញថាមានទាំងរឿងគួរឲ្យរីករាយហើយមានទាំងរឿងគួរឲ្យបារម្ភណាខ្ញុំនឹងឲ្យរឿងរីករាយមុនតែរឿងដែលរីករាយខ្ញុំក៏ចូលរួមរីករាយដែរគឺសប្តាហ៍នេះយើងទទួលបានដំណឹងជាផ្លូវការថាវិទ្យុអាស៊ីសេរីណាជាខ្ញុំហៅថាជាម្ចាស់សំណាក់ក្បាលមីក្រូធំវិទ្យុអាស៊ីសេរីហ្នឹងបានប្រកាសពីសប្តាហ៍មុនមួយទៀតនោះប្រកាសថាខ្លួននឹងបិទការផ្សាយវិទ្យុអាស៊ីសេរីហ្នឹងជាស្ថាពរមួយសប្តាហ៍ក្រោយមកយើងទទួលបានដំណឹងល្អមកវិញថាអាស៊ីសេរីដូរពីវិទ្យុមកទូរទស្សន៍ណាមកជាទូរទស្សន៍អាស៊ីសេរីដូរពីអក្សរអេនៅខាងមុខដូរដាក់មកអក្សរតេណាយើងជំនាញជាភាសាបារាំងដូរដាក់ពី R មក T ជាភាសាអង់គ្លេសចឹងមកជា TV Free Asia ខ្ញុំចូលរួមអបអរសាទរចំពោះការត្រឡប់មកវិញតាំងពីអាស៊ីសេរីអវត្តមានក្រោយពីរដ្ឋាភិបាលត្រាំបានផ្ដាច់ជំនួយមកតាមពិតអាស៊ីសេរីហ្នឹងដូចជាងាប់ក្រោយខ្ញុំប្រហែលជាមួយខែខ្ញុំហ្នឹងក្រោយពីឡើងអាស៊ីសេរីហើយមានរឿងតាក់ទងទៅនឹងរឿងការបែកធ្លាយសម្លេងសន្តានាហ្នឹងក៏ត្រូវបានមហាជនកាត់ទោសណាថាជាជនលក់ក្បាលជាជនចារកម្មជាអីច្រើនណាស់ជាពិសេសបងប្អូនខ្មែរដែលមាននិន្នាការគ្រប់គ្រងគណៈបព្វប្រឆាំងណាប៉ុន្តែខ្ញុំបានបកស្រាយហើយកន្លងមកប៉ុន្តែមិនបញ្ហាទេអ្វីដែលសំខាន់គឺអាស៊ីសេរីប្រហែលជា 2-3 ខែក្រោយមកក៏ស្រាប់តែរដ្ឋាភិបាលត្រាំនឹងផ្ដាច់ជំនួយហើយក៏បិទការផ្សាយតិចតួចបាទប៉ុន្តែឥឡូវនេះឃើញថាឃើញរស់ឡើងវិញខ្ញុំរស់បានមុនខ្ញុំរស់តិចមកមុនដកថើមទឹកមកមុនបាន24 show ហើយ24 live show ហើយមានន័យថាខ្ញុំបានធ្វើមក24សប្តាហ៍24សប្តាហ៍វាប្រហែលជា3ខែបាទ3ខែជាងហើយអាស៊ីសេរីចាប់ផ្ដើមខែ11ពាក់កណ្ដាលខែ11អញ្ចឹងទៅខ្ញុំគិតថាជារឿងល្អព្រោះអាស៊ីសេរីជារាប់ថាជាអ្នកមានជំនាញខាងផ្នែកសារព័ត៌មានក្រុមការងារល្អក្បាលមីក្រូក៏ធំសម្លេងផ្សាយក៏ឆ្ងាយបាទសម្លេងផ្សាយក៏ឆ្ងាយមានអ្នកដែលរងចាំស្ដាប់ហ្នឹងក៏ច្រើនណាស់ជាអតិថិជនស្មោះស្ម័គ្រជាមួយអាស៊ីសេរីក៏ច្រើនអញ្ចឹងហើយប៉ុន្តែក្នុងអំឡុងពេលដែលអវត្តមានអាស៊ីសេរីនេះក៏ឃើញមានអតីតអ្នកសារព័ត៌មានឬក៏អ្នកដែលធ្វើការងារតាមបណ្ដាញសង្គមហ្នឹងមានទាំងអ្នកដែលមានអាជីពអត់អាជីពណាមានទាំងអ្នកសារព័ត៌មានមាត់ប្រពេកប្រប៉ោចមានទាំងអ្នកសារព័ត៌មានអត់ពូជណានិយាយជេរបចោហ្នឹងចេញមកហ្នឹងថាគេថាឆ្មាមនៅក៏ដៅបានដែរប៉ុន្តែសង្ឃឹមថាអាស៊ីសេរីត្រឡប់មកវិញនឹងជួយទៅមិនអាចផ្ដល់នូវព័ត៌មានសម្រាប់បងប្អូនជាពិសេសបងប្អូននៅក្នុងស្រុកខ្មែរហើយខ្ញុំជឿថាអាស៊ីសេរីមានបណ្ដាញនៅក្នុងការយកព័ត៌មានពិតពីក្នុងស្រុកមកបានច្រើនព្រោះមានអ្នកជំនាញមាន network ធំមានថវិកាណាប៉ុន្តែគណៈប្រភពថវិកានៅក្នុងការមកចាប់ផ្ដើមដំណើរការឡើងវិញជាទូរទស្សន៍អាស៊ីសេរីនេះយើងអត់ដឹងទេថាគាត់បានប្រភពថវិកាមកពីណាប៉ុន្តែទោះបីយ៉ាងណាក៏ដោយខ្ញុំសូមចូលរួមអបអរសាទរណាសង្ឃឹមថាពលរដ្ឋខ្មែរនឹងទទួលបានព័ត៌មាននៅមុំមួយផ្សេងទៀតដែលអាចយកមកពិចារណានៅក្នុងការសម្រេចចិត្តដើម្បីសម្រួលនយោបាយនៅកម្ពុជានឹងឲ្យដើរឈានទៅដល់ការត្រឡប់មក
ក្នុងគោលប្រជាធិបតេយ្យវិញបាទនេះជាក្តីសង្ឃឹមរបស់មនុស្សច្រើនជាក្តីសង្ឃឹមរបស់ពលរដ្ឋផងជាក្តីសង្ឃឹមរបស់បញ្ញវន្តផងជាក្តីសង្ឃឹមរបស់បងប្អូនខ្មែរជាពិសេសបងប្អូនខ្មែរនៅក្រៅប្រទេសដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដនោះរស់នៅដោយមានការគោរពសិទ្ធិណារស់នៅដោយសេចក្តីថ្លៃថ្នូរនោះតែចង់ឲ្យឃើញថានៅស្រុកខ្លួនឯងហ្នឹងនៅប្រទេសខ្លួនឯងហ្នឹងមានការគោរពសិទ្ធិសេរីភាពមានការឲ្យតម្លៃទៅលើជីវិតមានការរស់នៅសមរម្យមានការគោរពគ្នាឲ្យតម្លៃគ្នាទៅវិញទៅមកដោយនៅប្រទេសដែលគេកំពុងអភិវឌ្ឍដែរអញ្ចឹងហើយជាក្តីសម័យរបស់មនុស្សគ្រប់គ្នាហើយទាំងខ្ញុំទាំងអ្នកដែលធ្វើកិច្ចការងារសង្គមស្ម័គ្រចិត្តទាំងធ្វើអ្នកសារព័ត៌មានស្ម័គ្រចិត្តទាំងអ្នកសារព័ត៌មានស៊ីប្រាក់ខែទាំងអ្នកអីហ្នឹងគឺតែងតែចូលរួមចំណែកនៅក្នុងការធ្វើម៉េចឲ្យកម្ពុជាដើរត្រឡប់ចូលទៅក្នុងសង្គមស៊ីវិល័យមួយដែលដើរតាមគោលការណ៍ប្រជាធិបតេយ្យនឹងជាចុងក្រោយបាទសូមចូលរួមអបអរសាទរដែលស៊ីសេរីដូរពីវិទ្យុមកទូរទស្សន៍ហើយត្រឡប់មកប្រារម្ភបងប្អូនឡើងវិញនេះជាចំណុចប្រធានបទតូចទី1ប្រធានបទតូចទី2រឿងកើតឡើងនៅក្នុងប្រទេសថៃទៅណាមិនរួចទេប៉ុន្តែលើកនេះខ្ញុំនិយាយរៀងលម្អិតបន្តិចចំពោះបុគ្គលមួយរូបដែលបងប្អូនស្គាល់ថាជាអ្នកដែលរួចដើមមានទីបណ្ដាំម៉ូតូនៅខាងមុខផ្ទះខ្ញុំមានមួយចឹងដែរឆ្នើមានមួយដែរក្នុងស្រុករឿងនៅក្នុងប្រទេសថៃបាទរឿងនៅក្នុងប្រទេសថៃហ្នឹងគឺបងប្អូនបានស្គាល់ហើយកាន់ចងបលាំងនេះគឺជាអតីតអ្នកលក់មីម្ចាស់ហាងមីចានធំបាទនៅក្នុងប្រទេសថៃហ្នឹងគេស្គាល់ច្រើនគឺមីកាន់ចងបលាំងឈ្មោះហាងកាន់ចងបលាំងប៉ុន្តែក្រោយមកក៏ដូរមុខរបរអីចឹងទៅមករកស៊ីវិនិយោគណាមិនដឹងវិនិយោគអីខ្លះទេហើយក៏ក្រោយមកក៏មកឃើញមកធ្វើកិច្ចការងារសង្គមហើយផ្ដួចផ្ដើមឲ្យមានជាពិសេសក្នុងឡុងពេលដែលខ្មែរមានចំនួនហ្នឹងគឺកាន់ចងបលាំងនេះសកម្មណាស់នៅក្នុងការបំផុសឲ្យមានគេហៅថាភាពជ្រុលនិយមនៅក្នុងចំណោមពលរដ្ឋថៃដែលគ្នារៀនសូត្របានទៅទួយដើម្បីទៅមិនបំផុសឲ្យមានកំហឹងជះមកលើពលរដ្ឋថៃពលរដ្ឋខ្មែរមកលើរដ្ឋាភិបាលមកលើកងទ័ពខ្មែរអញ្ចឹងទៅហើយចុងក្រោយដែលល្បីធ្វើឲ្យខ្មែរស្គាល់កាន់ចងបលាំងនេះគឺដោយសារតែរឿងផ្ដួចដើមគំនិតឲ្យមានការគៀងគរឡានដឹកលាមកណាឡានដឹកអាចចឹងទៅជាភាសាអ្នកស្រុកស្រួលស្ដាប់គាត់ថាវាមិនព្រោះប៉ុន្តែអ្នកស្រុកដឹងថាបុគ្គលនេះបានគៀងគរឡានធុងហ្នឹងយកមកកុំបំណងដើម្បីប្រើប្រាស់នៅក្នុងការបាញ់បណ្ដេញប្រើប្រាស់លាមកណាបាញ់បណ្ដេញពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទហើយនៅភូមិជោគជ័យនៅខេត្តបន្ទាយមានជ័យប៉ុន្តែត្រូវបានបរាជ័យគម្រោងហ្នឹងហើយក៏ក្រោយមកឃើញផ្ដួចផ្ដើមឲ្យមានការយកដឹកមេក្រូដឹកធុងបាសយកមកដាក់នៅទល់មុខភូមិជោគជ័យហ្នឹងនៅខាងទឹកដីថៃដើម្បីចាក់រំខានទៅដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋនៅពីភូមិហ្នឹងហើយស្រាប់តែសប្តាហ៍នេះក៏ឃើញមានអ្នកការពារសិទ្ធិមនុស្សម្នាក់ឈ្មោះគាត់ហ្នឹងឈ្មោះអង្គណាស៊ូណៃនេះជាសមាជិកព្រឹទ្ធសភាបាទជាសមាជិកព្រឹទ្ធសភាក៏ជាអ្នកដែលត្រូវបានទទួលរង្វាន់ការពារសិទ្ធិមនុស្សច្រើនដែរគាត់បានលើកឡើងថាការប្រើប្រាស់សម្លេងដែលចាក់នៅខាងមុខដោយបុគ្គលក្រុមកាន់ចងបលាំងប្រើប្រាស់សម្លេងខ្លាំងយប់អាត្រៀតម៉ោង12ម៉ោង1ម៉ោង2យប់នេះដែលរំខានទៅដល់អ្នកភូមិពីរភូមិព្រៃច័ន្ទហើយនិងភូមិជោគជ័យនេះគឺជាការខុសសន្ធិសញ្ញារបស់អង្គការសហជីវជាតិដែលភាគីថៃហ្នឹងជាម្ចាស់ហត្ថលេខីដែរណាគាត់និយាយតែប៉ុណ្ណឹងស្រាប់តែក្រុមfan ណា fan ឬក៏ជាអ្នកគ្រប់គ្រងខ្ញុំឲ្យឃើញរូបលោកកាន់ចងបលាំងនេះបាទស្រាប់តែក្រុមដែលគ្រប់គ្រងfan បុគ្គលនេះហ្នឹងក៏ចាប់ផ្ដើមជេរប្រមាថផ្ញើសារគំរាមកំហែងទៅដល់ក្រុមគ្រួសាររបស់សមាជិកព្រឹទ្ធសភាអង្គណាស៊ូណៃនេះហើយលោកស្រីអង្គណាស៊ូណៃនេះគាត់ជាសមាជិកព្រឹទ្ធសភាមកពីប៉ែកខាងត្បូងប្រទេសថៃគាត់ជាថៃមូស្លីមអតីតទឹកដីរបស់ម៉ាឡេស៊ីប៉ុន្តែក្រោយមកជារបស់ថៃគាត់នៅកាន់សាសនាមូស្លីមគាត់ត្រូវបានគំរាមកំហែងដោយក្រុមកាន់ចងបលាំងនេះ
ជាពិសេស fan អ្នកគ្រប់គ្រងកាន់ចំបលាំងនេះចេញទៅគម្រាមហើយរឿងដែលអាក្រក់បំផុតហ្នឹងគឺទៅគម្រាមឪពុករបស់លោកស្រីអង្គណាសុណៃសមាជិកប្រសិទ្ធិនេះដែលគាត់មានអាយុ101ឆ្នាំទៅហើយណាទេទូរស័ព្ទទៅគម្រាមថាកូនអ្នកឯងជាកូនមានកូនស្រីក្បត់ជាតិអីចឹងទៅណាមានកូនស្រីក្បាលជាថៃប៉ុន្តែបេះដូងជាខ្មែរអីចឹងទៅឃើញទេធ្វើឲ្យលោកស្រីអង្គណានេះគាត់អត់អាចនៅបានទេបងប្អូនគាត់អត់អាចនៅបានគាត់គេកើតជំងឺ depression ដោយសារកម្លាំងមហាជននៅខាងថៃគេហៅធួលងហ្នឹងមានន័យថាដូចនៅស្រុកខ្មែរគឺមាន account ខ្មោចចូលមកអាថាត់ណាចូលមកវាយប្រហារ page ផុសអ្នកណាមួយអញ្ចឹងណានៅគេហៅធួលងនៅក្នុងជាភាសាថៃនោះគឺអ្នកស្រីអង្គណាសុណៃនេះគាត់ជាសមាជិកជាអ្នកនយោបាយជាសមាជិកប្រសិទ្ធិគាត់កើតជំងឺ depressed គាត់នៅអត់បានមានអ្នកទៅគម្រាមកំហែងដល់ក្រុមគ្រួសាររបស់គាត់អីចឹងទៅអញ្ចឹងហើយធ្វើឲ្យគាត់សម្រេចចិត្តមកដឹងណាមកប្តឹងប៉ូលីសនៅទីក្រុងបង្កហ្នឹងជាពិសេសក្រុមអគ្គលេខាអគ្គនាយកដ្ឋានប៉ូលីសជាតិរបស់ថៃហ្នឹងទៅលើក្រុមបុគ្គលរបស់កាន់ចំបលាំងនេះហើយឥឡូវនេះខាងប៉ូលីសថៃទទួលបណ្ដឹងនឹងហើយនឹងចាត់ការទៅលើ account ទាំង lain ណាដែលប្រើប្រាស់ដើម្បីគម្រាមកំហែងដល់សុខសុវត្ថិភាពរបស់សមាជិកប្រតិភិបរបស់ថៃឃើញទេអញ្ចឹងហើយ MMO ម្នាក់នេះ MMO កាន់ចំបលាំងម្នាក់នេះគឺយើងត្រូវសួរថាក្រៅពីខ្មែរដឹងថាបុគ្គលនេះជាអ្នកដែលនាំដឹកឡានលាមកដឹកធំបាសអីមកហើយខាងថៃហ្នឹងគេចាប់ផ្ដើមឆ្ងល់ដែរថាបុគ្គលនេះជានរណាគាត់ប្រកបមានអ្នកមានឥទ្ធិពលណានៅពេលក្រោយខ្នងបានហ៊ានធ្វើដល់ប៉ុណ្ណេះមិនត្រឹមតែជាអ្នកដែលហ៊ានដណ្ដើមកិច្ចការងាររដ្ឋនៅក្នុងការធ្វើកិច្ចការងារឬក៏បំពេញចូលតំបន់ហាមឃាត់របស់កងទ័ពរបស់ប៉ូលីសទេហ៊ានទៅដល់គម្រាមកំហែងទៅដល់សមាជិកព្រឹទ្ធសភាទៅទៀតចឹងហើយឥឡូវនេះស្រាប់តែខាងគណៈបកប្រជាជនថៃដែលមានក្រុមយុវជនកំណែតម្រង់និយមដែលកំពុងធ្វើការប្រកួតប្រជែងជាមួយក្នុងនយោបាយថៃហើយជាគណៈបកមួយដែលឈ្នះឆ្នោតប៉ុន្តែត្រូវបានក្រុមលោកតាស៊ីននឹងគៀងគរគ្នាប្រមូលបានគ្រប់អីបង្កើតគណៈរដ្ឋមន្ត្រីហ្នឹងក៏បាត់ឱកាសនោះណាគណៈបកនេះកំពុងតែធ្វើការសិក្សាស្រាវជ្រាវរកប្រភពថាតើបុគ្គលម្នាក់នេះហេតុអីបានជាមានឥទ្ធិពលហើយអត់មានខ្លាចអីហើយប្រភពតាវិការនៅក្នុងការធ្វើការងារពេញម៉ោងក្នុងមានជាអ្នកជួយសង្គមហ្នឹងបានមកពីណាបានមកពីណាឥឡូវនេះគេរកឃើញវាឈានទៅដល់រកឃើញថាអ្នកដែលនៅពីខាងក្រោយបុគ្គលម្នាក់នេះគឺជាអ្នកនយោបាយជាន់ខ្ពស់ម្នាក់ដែលមានតួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍នៅខាងថៃគេរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍នៅខាងខ្មែរយើងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅខាងថៃរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍រដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍នេះឈ្មោះគាត់ធម្មណាត់តានកែវបុគ្គលរដ្ឋមន្ត្រីម្នាក់នេះគឺជាអ្នកដែលនៅពីជាបងធัวបងធัวថាជាលោកនងអីផងនៅខាងថៃគេพี่น้องលោកនងអីចឹងទៅរបស់អបនាយករដ្ឋមន្ត្រីដែលជារដ្ឋមន្ត្រីក្រសួងកសិកម្មរបស់អនុทิនផងហើយជាអបនាយករដ្ឋមន្ត្រីផងណារងនាយកជាភាសាថៃរងនាយកហ្នឹងនៅខាងខ្មែរយើងប្រើពាក្យអបនាយករដ្ឋមន្ត្រីហ្នឹងគេរកឃើញអ្វីដែលសំខាន់ហ្នឹងគឺរដ្ឋមន្ត្រីក្រសួងកសិកម្មនិងជាអបនាយករដ្ឋមន្ត្រីនេះត្រូវបានគណៈបកប្រជាជនថៃដែលដឹកនាំដោយក្រមយុវជនកំណែតម្រង់រកឃើញថាធម្មណាត់ណាលោកធម្មណាត់ដែលជារដ្ឋមន្ត្រីក្រសួងកសិកម្មហ្នឹងធម្មណាត់ព្រំកែវដែលជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងជាអបនាយករដ្ឋមន្ត្រីហ្នឹងអានេះខ្ញុំបង្ហាញមុខគាត់បន្តិចបើឲ្យស្គាល់នេះលោកធម្មណាត់នេះអាហ្នឹងបងប្អូនដែលតាមដានព័ត៌មានថៃដឹងខ្លះហើយបើខ្ញុំគិតថាជួយរួមចំណែកទៅម៉េចចង់ឆ្លើយនៅសំណួរនៃប្រធានបទថាតើកូរ៉េមកបង្ក្រាបក្រុមអក្រិតកម្មអនឡាញនៅខ្មែរមិនបានវាទៅអង្គើដល់នយោបាយថៃនោះឃើញទេអញ្ចឹងហើយយើងមើលឃើញថាខាងសមាជិកសភារបស់គណៈបកប្រជាជនថៃនេះបានរកឃើញថាលោក
ធម្មណាត់ព្រំកែវនេះគឺជាមេខ្លោងដែលនៅពីខាងក្រោយលំបែងអនឡាញដែលនៅពីខាងក្រោយ scammer នៅក្នុងប្រទេសថៃណាអញ្ចឹងហើយបានជាយើងចេះឆ្ងល់ថាហេតុអីបានជាកាន់ចងបលាំងដែលជាប្អូនធัวរាប់អានជាមួយលោកធម្មណាត់ព្រំកែវនេះតែងតែបង្វែរសកម្មភាពរឿងការបង្ក្រាបណានៅក្នុងប្រទេសថៃគេហៅ call center នៅក្នុងស្រុកយើងគេហៅឧក្រិដ្ឋកម្មអនឡាញឬក៏ scammer បាទហេតុអីបានជារដ្ឋាភិបាលអនុทิនដែលមានឧបនាយករដ្ឋមន្ត្រីលោកធម្មណាត់ព្រំកែវនេះមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបអំឡុងពេលដែលបច្ចុប្បន្ននេះយើងឃើញថាពិភពលោកកំពុងតែសម្លឹងមកប្រទេសប្រមាណហ្នឹងជាពិសេសកម្ពុជាហ្នឹងយើងឃើញអាហ្នឹងយើងមិនបាច់និយាយទៀតទេអាមេរិកអង់គ្លេសនឹងទំដាក់ Gen Z បង្កកថាវិការ crypto នឹង 15,000 លានណាបង្កកនៅអង់គ្លេសនឹងបង្កកផ្ទះបង្កកអីប៉ុន្តែមិនមែនតែត្រឹមកម្ពុជាទេអាមេរិកអង់គ្លេសហើយនឹងមានពិសេសកម្ពុជាភូមាថៃហើយនិងឡាវហ្នឹងដែលជាមជ្ឈមណ្ឌល scammer ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញធំបំផុតនៅក្នុងពិភពលោកនៅក្នុងពិភពលោកយើងឃើញហើយគ្រាន់តែចរន្តនៅក្នុងការបោកប្រាស់អនឡាញបោកប្រាស់ scammer នៅក្នុងពិភពលោកហ្នឹងវាមានទំហំរហូតដល់ 3% នៃទំហំ GDP ពិភពលោក GDP ពិភពលោកមានប្រមាណជា13 trillion ខ្ញុំទិន្នន័យហ្នឹងខ្ញុំនឹងដើម្បី check ម្ដងទៀតប៉ុន្តែ 3% នៃ GDP ពិភពលោកដែលចូលដែលបាត់ចេញពី GDP ឲ្យចូលទៅក្នុងក្រុមពួក scam online នេះមិនមែនជារឿងមិនមែនជាថវិកាតូចទេក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយបើកវងកញ្ចក់យើងត្រឡប់មកថាហេតុអីបានជាថៃហ្នឹងតែងតែចោទខ្មែរអំពីរឿង call center អំពីរឿង scammer ហើយចោទថាខ្មែរហ្នឹងចាប់ជនជាតិថៃហ្នឹងយកមកលក់យកមកអីចឹងបងប្អូនចំណុចនេះខ្ញុំមិនការពារកម្ពុជាទេខ្ញុំមិនការពាររដ្ឋាភិបាលទេប៉ុន្តែយើងត្រូវតែមើលស៊ីជម្រៅមានអ្នកនយោបាយថៃដែលមានឥទ្ធិពលឋានៈឧបនាយករដ្ឋមន្ត្រីរៀបចំផែនការច្បាស់លាស់នៅក្នុងការធ្វើជំនួញ scam online នេះណាជា scammer នេះមានបញ្ជូនមនុស្សជាអ្នករកស៊ីបោកប្រាស់តាមអនឡាញនេះមកជួលអាគារនៅស្រុកខ្មែរមកជួលអាគារនៅកំពង់សោមមកជួលអាគារនៅប៉ោយប៉ែតណាថាចិនហ្នឹងគឺចំណោមក្នុងចំណោមអ្នកបោកប្រាស់អនឡាញធំជាងគេនៅក្នុងកម្ពុជាឬនៅក្នុងតំបន់ណានៅភូមាក៏ដោយនៅលាវក៏ដោយនៅថៃក៏ដោយហ្នឹងគឺចិនហ្នឹងចំនួនច្រើនជាងគេហើយណាចំនួនច្រើនជាងគេក៏ប៉ុន្តែក៏មានពួកកូរ៉េក៏មានពួកថៃហ្នឹងមករកស៊ីអាហ្នឹងដែរនៅពេលដែលកូរ៉េមកចាប់ណាមករំដោះពលរដ្ឋខ្លួនប្រមាណជា300នាក់ណាថាបាត់ខ្លួនហ្នឹង300នាក់ក្រោយមករំដោះឃើញ80អីចឹងទៅបងប្អូនមានសង្កេតទេពេលទៅវិញហេតុអីបានដោយទាំងដាក់ខ្នោះទាំងជនជាតិកូរ៉េខ្លួនឯងត្រឡប់ទៅវិញដោយសារតែកូរ៉េមកមិនមែនមកគ្រាន់តែមកក្នុងនាមជាជនរងគ្រោះទេណាមកក្នុងនាមជា scammer ខ្លួនឯងតែម្ដងមកក្នុងនាមជាជនបោកប្រាស់អនឡាញតែម្ដងដូច្នេះហើយវានៅចម្រុះក្នុងហ្នឹងអ្វីដែលជាកំហុសកម្ពុជាគឺកម្ពុជាអត់បានណាយកចិត្តទុកដាក់នៅក្នុងការបង្ក្រាបរឿងហ្នឹងឲ្យបានត្រឹមត្រូវទេរហូតដល់គេបញ្ជូនប៉ូលីសគេពីស្រុកគេមកគេលែងទុកចិត្តណាហើយសំណួរសួរថាមកហ្នឹងតើរដ្ឋាភិបាលបានអនុម័តឬក៏រដ្ឋាភិបាលអនុញ្ញាតបានកូរ៉េហ៊ានមកអាហ្នឹងត្រូវហើយបាទប៉ុន្តែកុំភ្លេចទៅកូរ៉េមានប្រវត្តិជាពិសេសធ្លាប់កើតឡើងនៅក្នុងឆ្នាំ2011នៅពេលដែលស្នើសុំឲ្យរដ្ឋាភិបាលសូម៉ាលីពេលនោះណារំដោះចំណាប់ខ្លាំងខ្មាំងជនជាតិកូរ៉េចេញពីព្រំចៅសមុទ្រឲ្យជួយធ្វើរឿងហ្នឹងអត់ព្រមទេនៅពេលដែលដំណើរការទូតរវាងកូរ៉េហើយនិងកូរ៉េខាងត្បូងហើយនិងសូម៉ាលីនៅឆ្នាំ2011มันអាចដំណើរការជួយសង្គ្រោះជនជាតិកូរ៉េដែលជាចំណាប់ខ្មាំងរបស់ចៅសមុទ្រពេលនោះបានទេណាកូរ៉េបានបញ្ជូនកងទ័ពពិសេសដើម្បីទៅរំដោះរឿងគឺស្តៀងគ្នានឹងរឿងនៅកម្ពុជាប៉ុន្តែកម្ពុជារៀងទន់ភ្លន់ជាងព្រោះនៅក្នុងសភារបស់កូរ៉េបានក្រោយពីប្រធានាធិបតីកូរ៉េបានអំពាវនាវហើយណាបញ្ជូនអនុរដ្ឋមន្ត្រីទី2របស់ក្រសួងការបរទេសមកកម្ពុជាហើយកូរ៉េបានត្រៀមហើយនៅក្នុងសភាគេសម្រេចហើយថាបើសិនជាក្នុងករណីការទូតកូរ៉េហើយនិងកម្ពុជាមិនអាចជួយសង្គ្រោះជីវិតជនជាតិកូរ៉េដែលត្រូវបានពួក scammer ចាប់យកទៅឲ្យរកស៊ីអនឡាញឬក៏អីហ្នឹងទេដំណាក់កាលទី2គឺកូរ៉េនឹងបញ្ជូនកងទ័ពមក
ប៉ុន្តែកម្ពុជារៀងទន់ភ្លន់ហើយខ្ញុំជឿថារឿងនេះវាមិនមែនជារឿងដែលមានមុខមានមាត់សម្រាប់រដ្ឋាភិបាលកម្ពុជាទេនៅពេលដែលបរទេសនៅពេលដែលជនជាតិណាមួយឬក៏ប្រទេសណាមួយបញ្ជូនកងទ័ពឬក៏បញ្ជូនប៉ូលីសពិសេសរបស់ខ្លួនមកធ្វើការនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនបែបនេះប៉ុន្តែយើងធ្វើម៉េចយើងអត់មានសមត្ថភាពនៅក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញហើយមានបងប្អូនខ្លះខ្ញុំបានបង្ហោះដែរមានបងប្អូនខ្លះខមមិនដែរថាទៅបង្ក្រាបអ្វីឧក្រិដ្ឋករអនឡាញឬក៏មេអនឡាញមេឧក្រិដ្ឋកម្មហ្នឹងគឺនៅនឹងហើយនិយាយបង្ក្រាបខ្លួនឯងវាមិនទៅអាហ្នឹងណាយើងឃើញជាក់ស្ដែងហើយប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍យើងឃើញថាឥឡូវនេះរឿងនេះវាស្ងប់ទៅវិញហើយពួកប៉ូលីសកូរ៉េហ្នឹងក៏អាចចេញទៅខ្លះហើយទុកខ្លះដើម្បីរំដោះមនុស្សបន្តទៀតប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយគឺយើងអាចហ៊ាននិយាយថាកម្ពុជាបន្ទន់អេរិយាប័ត្រហើយសារភាពថាខ្លួនឯងអត់មានសមត្ថភាពនៅក្នុងការបង្ក្រាបឧក្រិដ្ឋករអនឡាញនេះឧក្រិដ្ឋកម្មអនឡាញនេះចឹងហើយបាននឹងមុននឹងចេញទៅហ្នឹងណាមុននឹងដំណើរត្រឡប់របស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសឬក៏យើងហៅថារដ្ឋលេខាធិការក្រសួងការបរទេសរបស់កូរ៉េហ្នឹងត្រឡប់ទៅវិញហ្នឹងឃើញមានការចុះផ្សាយរបស់ CC Time មួយគេថាកូរ៉េគ្រប់គ្រងជួយបដិបដាលបំពេញសមត្ថភាពមន្ត្រីជំនាញកម្ពុជាជំរុញការបង្កើតក្រុមការងារដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញណាពេលជួបជាមួយនឹងលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅពេលដែលខ្ញុំឃើញសារព័ត៌មាននេះខ្ញុំនឹកឃើញភ្លាមថាអូតាមពិតណាយុទ្ធសាស្ត្រដែលកូរ៉េធ្វើនេះណាគេហៅថាជាយុទ្ធសាស្ត្រខោក្បាលអាវខ្នងណាខោក្បាលអាវខ្នងបញ្ជូនប៉ូលីសពិសេសមកធ្វើការដោយបង្ខំដើម្បីរំដោះជនជាតិខ្លួនហើយផ្ដល់ជំនួយឲ្យកម្ពុជាដើម្បីបដិបដាលឲ្យកម្ពុជាចេះបង្ក្រាបឧក្រិដ្ឋកម្មអនឡាញឃើញទេអញ្ចឹងបានថាការទូតនៃប្រទេសដែលអ្នកមានណាគេខោកយើងឈឺណាស់ប៉ុន្តែគិតថាមើលទៅមិនដឹងខឹងខោកបើអ្នកឯងមិនអាចមានសមត្ថភាពក្នុងការបង្ក្រាបអនឡាញទេខ្ញុំយកជនជាតិខ្ញុំត្រឡប់ទៅវិញហើយឥឡូវចាំខ្ញុំជួយបរៀនគេបង្ក្រាបអ្មេចណាគេបង្ក្រាបម៉េចហ្នឹងចឹងយុទ្ធសាស្ត្រការទូតបែបនេះសម្រាប់ខ្ញុំមិនមានជំនាញការទូតទេប៉ុន្តែខ្ញុំមើលទៅជាយុទ្ធសាស្ត្រការទូតឬក៏ជាយុទ្ធសាស្ត្រដែលកូរ៉េប្រើនេះគឺជាយុទ្ធសាស្ត្រខោក្បាលឯខ្នងបើសិនជាក្នុងករណីកម្ពុជារឹងតឹងមិនព្រមឲ្យប៉ូលីសកូរ៉េប៉ូលីសពិសេសកូរ៉េមករំដោះជនជាតិខ្លួនទេអាហ្នឹងកងទ័ពកូរ៉េមកហើយកងទ័ពពិសេសមកចូលទឹកដីកម្ពុជាហ្មងឃើញទេហើយយើងមានសំណាញ់មេសំណាញ់មុងមកពីណាតើទ័ពអាកាសពិសេសមកចូលព្រឹបហើយយើងមានឈរមើលកុំភ្លេចថាកូរ៉េកម្លាំងទ័ពរបស់កូរ៉េលំដាប់លេខ5ក្នុងពិភពលោកលំដាប់លេខ5ក្នុងពិភពលោកមិនធម្មតាទេយើង100ជាងប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងខាងថៃហ្នឹងក៏រៀងចូលដែរឃើញកូរ៉េមកឃើញរដ្ឋាភិបាលកូរ៉េបញ្ជូនប៉ូលីសមកអីចឹងទៅក៏ឃើញមានមហាជនថៃរួមទាំងអ្នកនយោបាយថៃហ្នឹងថាមិនថៃក៏មិនអញ្ចឹងដែរមិនក៏មិនបញ្ជូនប៉ូលីសពិសេសមករំដោះជនជាតិថៃដែលត្រូវបានគេចាប់យកមកលក់ឲ្យក្រុមអនឡាញនៅប៉ោយប៉ែតនៅអីនេះខ្ញុំថាបញ្ជូនមកបងមានរឿងជាមួយគ្នាចេះផងនោះអាហ្នឹងចូលទេអាហ្នឹងរបៀបអ្នកនយោបាយចូលនិយាយយកជាប្រៃភាពទេជូនមកមិនបើខ្លួនឯងនឹងលៀងគូតខ្លួនឯងជ្រះផងហ្នឹងហើយឯងបានលៀងជ្រះឥឡូវហ្នឹងត្រូវបានគេរកឃើញត្រឡប់ទៅក្រោយវិញឧបនាយករដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហគមន៍របស់ថៃហ្នឹងត្រូវបានគេរកឃើញថាជាមេអក្រិតកោនៅពីខាងក្រោយ call center នឹងមានទំនាក់ទំនងជាមួយនឹងអក្រិតជនអនឡាញនៅស្រុកខ្មែរផងនៅភូមាផងនៅក្នុងប្រទេសថៃនឹងផងមកកោកហើយត្រូវជាបងធររបស់កាន់ចងប្លាំងនេះឯងហើយអានេះវាការងាររបស់វាទទួលលុយពីឧបនាយករដ្ឋមន្ត្រីមកធ្វើកិច្ចការងារបង្វែរធ្វើម៉េចឲ្យពលរដ្ឋថៃអត់ចាប់អារម្មណ៍រឿង scam online ហ្នឹងទេអត់ចាប់អារម្មណ៍រឿងឧក្រិដ្ឋកម្មអនឡាញទេគឺមកចាប់អារម្មណ៍រឿងភូមិព្រៃច័ន្ទភូមិអីនេះឃើញទេឥឡូវហ្នឹងដល់ម៉ោងហើយដល់ម៉ោងត្រូវបានពួកសមាជិកសភារបស់គណៈបកប្រជាជនថៃហ្នឹងចាប់ផ្ដើម check bin ណាចាប់ផ្ដើមពិនិត្យមើលថាមកជួយការងារសង្គមពេញម៉ោងអញ្ចឹងបានលុយណាចាំប្រពន្ធកូនមានលុយណាយកមកប្រើការឃើញទេ
អ្នកណាមានឥទ្ធិពលនៅខាងក្រោយខ្លោងហ្នឹងអាចដើរចូលតំបន់ពិសេសតំបន់ដែលត្រូវបានហាមឃាត់តំបន់ដែលមានចំនួនជាតំបន់របស់កងទ័ពជាតំបន់ចារកម្មអីជាដើមដែលត្រូវបានគេមិនអនុញ្ញាតឲ្យចូលបុគ្គលនេះចូលបានទាំងអស់កាន់ចងប្លង់នេះណាហើយជីវភាពហ្នឹងក៏កាន់តែធូរធារដែរជីស Lamborghini អ្នកធ្វើការងារសង្គមប៉ុន្តែមិនអន់ជាង MMO ខ្មែរប្រហែលទេ MMO ខ្មែរ What Settle Royce ស្អីហ្នឹងប៉ុន្តែ MMO ខ្មែរលក់លេលក់អីចឹងទៅអ្នកលក់លេលក់ផលិតផលអីចឹងទៅប៉ុន្តែនេះអត់មានលក់លេលក់អីទេនេះដូចជាមានអ្នកនយោបាយមានឥទ្ធិពលនៅខាងក្រោយហ្នឹងក៏ប្រហែលជាអាចពាក់ព័ន្ធនឹងការរកស៊ីអនឡាញ scam អនឡាញឯដែរមិនដឹងហើយយើងចាំតាមដានមើលខ្ញុំកំពុងតាមដានមើលដែរហើយយើងជាឆ្ងល់ដែរថាចំជាបុគ្គលម្នាក់ជាអតីតម្ចាស់ហាងមីសោះហេតុអីបានជាឡើងមានឥទ្ធិពលអីចុងក្រោយនឹងខ្លាំងម្ល៉េះហើយសូម្បីតែអនុทินក៏ក្រែងចិត្តកាន់ចំប្លង់ដែរនាយករដ្ឋមន្ត្រីអនុทินណាសរសើរកាន់ចំប្លង់ថាបុគ្គលម្នាក់នេះអាចធ្វើការច្រើនជាងនៅកម្លាំងរបស់រដ្ឋាភិបាលផងអញ្ចឹងហើយនាយករដ្ឋមន្ត្រីអនុทินនេះជានាយករដ្ឋមន្ត្រីមួយមើលទៅដូចជានៅពីក្រោយកតុយក្បិនពួក MMO ទេនយោបាយគុលនយោបាយនាយករដ្ឋមន្ត្រីថ្មីនេះអត់សូវបានធ្វើអីទេគឺរុញតែប្រឆេះថាធ្វើម៉េចឲ្យវាមានថាទៅហ៊ានហើយរដ្ឋាភិបាលប៉ុន្តែឃើញទោះបីយ៉ាងណាក៏ដោយក៏ការប្រជុំ GBC ពហុភាគីនៅប្រទេសម៉ាឡេស៊ីដែលមានរដ្ឋមន្ត្រីក្រសួងការបរទេសថៃហើយជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរលោកប្រាសកុនទៅប្រជុំហ្នឹងឃើញថាមានលទ្ធផលអីខ្លះដែរប៉ុន្តែក្នុងហ្នឹងក៏ឃើញមានអ្នកមកកុហករឿងកងទ័ពត្រូវបានថៃព្រមដោះលែងមកចុងក្រោយថៃបដិសេធណាថៃបដិសេធថាអត់មានទាន់បានព្រមដោះលែងចំណាប់ខ្មាំង8ដល់10នាក់ដែលជាកងទ័ពខ្មែរហ្នឹងទេហើយយើងនេះក៏នាំគ្នាអបអរសាទរទៅអ្នកសារព័ត៌មានណាខ្មែរហ្នឹងក៏លឿនណាស់ដែរអត់បាន check អីច្បាស់លាស់ទេខ្ញុំបបផ្សាយរាល់ថ្ងៃដូចគេហ្នឹងស្រួលខុសដែរហ្នឹងណាប៉ុន្តែពេលមកទឹកផ្សាយម្ដងអញ្ចឹងយ៉ាំមើលជួនកាលហ្នឹងគេកុហកហ្នឹងក៏អញ្ចឹងហើយដឹងគេកុហកវានៅពេលអាចចាំមើលដែរតែគេកុហកមែនហើយកុហកលេងប៉ុន្តែគាត់ថាចង់អាប់ដេតចង់ធ្វើបច្ចុប្បន្នភាពថានៅក្នុងការចរចា GBC ការប្រជុំគណៈកម្មការព្រំដែនកម្រិតណារដ្ឋមន្ត្រីនេះគឺអត់ទាន់មានចំណុចណាមួយដែលថៃព្រមដោះលែងទេប៉ុន្តែសង្ឃឹមថាការចរចាបន្តទៅទៀតនឹងជំរុញចំណុចត្រង់នេះហើយចំណុចត្រង់នេះដែរក៏ឃើញមានការផ្ទុះហើយតាក់ទងទៅនឹងរឿងការចរចាសន្តិភាពកាត់ដីឲ្យថៃដើម្បីរក្សាសន្តិភាពណាកាត់ដីឲ្យថៃដើម្បីរក្សាសន្តិភាពប៉ុន្តែខ្ញុំចូលទៅពិនិត្យមើលខ្ញុំក៏ឃើញសេចក្តីថ្លែងការណ៍របស់លោកហ៊ុនម៉ាណែតបាទនាយករដ្ឋមន្ត្រីកម្ពុជាដែរខ្ញុំមើលទៅនិយាយមានហេតុផលថាការចរចាឈប់បាញ់គ្នារវាងថៃនិងខ្មែរនេះមិនមែនជាការចរចារឿងកាត់ព្រំដែនទេណាមិនមែនរឿងព្រំដែនទេដើម្បីអាចវាស់វែងទៅប្រើប្រាស់យន្តការទ្វេភាគីណាបានហ្នឹងលុះត្រាតែវាឈប់បាញ់សិនប៉ុន្តែឥឡូវហ្នឹងវាឃើញថាពិបាកណារដ្ឋាភិបាលផ្សេងហើយកងទ័ពហ្នឹងប្រើអំណាចផ្សេងទៅជាកំហុសមួយរបស់អនុทิនដែរណាជានាយករដ្ឋមន្ត្រីថៃដែលឡើងមកភ្លាមបកគលអំណាចរឿងព្រំដែនបកគលអំណាចរឿងការបិទព្រំដែនហ្នឹងទៅឲ្យកងទ័ពហើយកងទ័ពនេះដឹងស្រាប់ហើយនេះហ្នឹងរៀនចេះតែបាញ់ទេហ្នឹងរឿងការទូតរឿងអីហ្នឹងគ្នាមិនសូវចេះអញ្ចឹងហើយពួយយកតែមកអស់ដៃហើយកសាងប្រជាប្រិយភាពចង់ប្រឡូកចូលនយោបាយអញ្ចឹងដែរដូចខ្ញុំបាននិយាយពីលើកមុនអញ្ចឹងថាទាំងកងទ័ពទាំងរដ្ឋាភិបាលថៃនេះក៏អត់មានមហាជនគ្រប់គ្រងទេនៅមិនបានទេមេទ័ពណាក៏ដោយណាមេទ័ពណាក៏ដោយអញ្ចឹងអានយោបាយវិជាពិធដ្ឋហ្នឹងវានៅចាក់ឫសគល់ជ្រៅណាស់នៅក្នុងចំណោមចិត្តរបស់ពលរដ្ឋថៃស្រុកខ្មែរយើងក៏ដូចគ្នាដែរតែអ្នកនយោបាយណាបកកែប្រូបកកែកុហកហ្នឹងបកកែយកចិត្តទៅជួយភ្ជួរស្រែទៅជួយស៊ីមន់ស្ងោផឹកស្រាសអីហ្នឹងងាប់ហើយបោះឆ្នោតឲ្យបាច់ទេគេដឹងអ្នកនយោបាយគេដឹងគេសិក្សាអំពីចិត្តសាស្ត្រប្រជាជនគេដឹងហើយតំបន់ណាដែលប្រជាជននៅកម្រិតប៉ុណ្ណាណាវាខុសពីពលរដ្ឋដែលទទួលបានការអប់រំខ្ពស់ឬក៏ប្រទេសជឿនលឿនយើងប្រើនយោបាយវិជាពិធដ្ឋនោះមានណាគេនិយាយជាមួយទេប៉ុន្តែនៅស្រុកក្រីក្រដូចនៅថៃដូចនៅខ្មែរដូចនៅភូមាអញ្ចឹងអ្នកនយោបាយណាបកកែណាចុះសហគមន៍បើស្លៀកកម្មាទៅទៀតនោះមិនបាច់ទេណាស្រឡាញ់ងាប់អ្នកស្រុក
hai này class vô đây quạt hay trong cái đó vô nói chạy quạt vài cùng ở cùng ai đóng và làประมาณnăm bốn vô đây quạt nói vô đây chỉ chôn một đông lắm vô từ lúc rồi mà tiếp tình giờ đóng vô từ chạy cùng chẳng hạn cùng chẳng hạn và là thứ mấy là bộ rót dương cũng rất quạt năng miền là bên này đây là vô bài smoke rock đang tàu bò to bao pra chẳng đó bên này đây dương cất cu vì có khơi quạt trong ai cu tại anh đã số nông cà rồi thì đọt slide đầm bay lược đầm cá ngài chi bậc hiếp nông cà ruộng nào bậc quát ở miền Việt lại nổ miền Việt lại nổ và nó không dùng nào này vô bài đắng này cái khoa một số bài ấy nông nấu pra cái hậu thập vị thi sản vô bài đại bờ rán nữa nè chẳng ai cái khoa vị thi sa bài na sầm khăn nói bàn là đượcพอ là trong liệt cả ma tao giả cung tao phật ra so cho môi giả cung tự đây thưa cầm sọt đấy bộ loạt lại nha lớn nó có chẳng đây này na để miền Hà Trung control cho nó có loạt hai ba có bị cha là na đây chẳng hay là đi trong mà tao lọp màu đường đi vinh dương khơi thà lớn ní dùng tam PPTV របស់ថៃប៉ុលេខ36របស់ថៃហ្នឹងជាពិសេសលោករ៉ូមដែលជាសមាជិកអន្តរម័នរ៉ូមខ្ញុំអានឈ្មោះគាត់មិនសូវត្រូវជាសមាជិកសភារបស់គណៈបកប្រជាជនថៃហ្នឹងបានរកឃើញថាមានអ្នកនយោបាយជាន់ខ្ពស់ថៃ7រូបដែលនៅពីខាងក្រោយគេហៅ scammer នៅពីខាងក្រោយពួកអូក្រិតករអនឡាញដែលមានទំហំសាច់ប្រាក់ប្រមាណជា200ទៅ300លានបាតណាកំពុងតែដំណើរការនៅក្នុងការបោកប្រាស់អនឡាញចឹងហើយហ្នឹងចឹងហើយហេតុអីបានជាថៃខ្លួនឯងហ្នឹងមិនប្រឹងបក្រាបខ្លួនឯងទៅបក្រាបខ្លួនឯងទៅទទួលស្គាល់ហើយថាកម្ពុជាត្រូវបានពិភពលោកមើលឃើញថាជាទីក្រុងក្រតកម្មទៅហើយអាហ្នឹងមិនមែនពលរដ្ឋពិភពលោកមើលធម្មតាទេអាហ្នឹងប្រធានាធិបតីកូរ៉េហៅយើងហ្មងហៅយើងជាអក្រិតជាទីក្រុងអក្រិតកម្មហើយយើងមិនដឹងថាប្រមាណឆ្នាំទេកម្ពុជានឹងត្រូវការពេលវេលាប្រមាណ100ឆ្នាំទេនៅក្នុងការលាងឈ្មោះនេះចេញពីទំព័រពិភពលោកគេហៅយើងជាកម្ពុជាជាទីក្រុងអក្រិតកម្មមិនធម្មតាទេគេឈ្មោះមុខមាត់របស់កម្ពុជាទៅណាហ្នឹងគេសម្លឹងយើងអត់ចំទេគេមើលក្រោមបងប្អូននៅជនបទនោះដឹងហ៎អាក្រហើយហ្នឹងត្រូវបានប្រើអំពើហិង្សាលេងលបែងខ្ចីលុយគេមិនសងបោកប្រាស់គេវាយកូនតែចូលទៅបនភូមិហ្នឹងគេមិនចង់មើលមុខផងទៅវត្តហ្នឹងលោកសង្ឃហ្នឹងមិនចង់ទទួលចង្ហាន់ផងណាហើយយើងដូចគ្នាអញ្ចឹងបើធៀបនឹងលក្ខណៈគ្រួសារនៅលើឆាកអន្តរជាតិគេមើលមកយើងជាប្រទេសមួយដែលត្រូវបានគេគិតថាជាប្រទេសដែលធ្ងន់ធ្ងររឿងអក្រិតកម្មអត់មានសមត្ថភាពក្នុងការដោះស្រាយបញ្ហានេះកូនចៅខ្មែរចំនួនក្រោយព្យាយាមលៀងគេឈ្មោះហ្នឹងទៅលៀងព្យាយាមធ្វើម៉េចឲ្យគេឈ្មោះហ្នឹងត្រឡប់មកជាទឹកដីសវណ្ណភូមិ Kingdom of Wonder ទឹកដីអច្ឆរិយៈរាជាណាចក្រអច្ឆរិយៈអច្ឆរិយៈនៅក្នុងប្រទេសហ្នឹងអាក្រៅប្រទេស Kingdom of Crime រាជាណាចក្រឧក្រិដ្ឋកម្មហើយមិនមែនបកគលសាមញ្ញហៅយើងទេណាប្រធានាធិបតីរបស់កូរ៉េខាងត្បូងហើយដឹងហើយប្រធានាកូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តនៅក្នុងអាស៊ីអង្កើតហ្នឹងគឺកូរ៉េខាងត្បូងហ្នឹងជាសម្ព័ន្ធមិត្តដ៏ធំបំផុតបន្ទាប់ពីជប៉ុនមកជាមួយនឹងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសលោកសេរីឥឡូវយើងធ្វើម៉េចរហូតដល់គេបញ្ជូនកងកម្លាំងពិសេសរបស់គេមករបស់ពលរដ្ឋគេហើយបណ្ដោះបានហើយឲ្យលុយមករៀនសូត្រដើម្បីបង្ក្រាបបន្តតែយើងចេះទទួលទៅទុនភ្លុនអញ្ចឹងទៅព្រោះលេងជាមួយប្រទេសមហាអំណាចបានទេពងឆ្លោះមួយថៃទៅឆ្លោះមួយកូរ៉េទៀតអញ្ចឹងហើយការដឹកនាំខ្ញុំមើលទៅរៀងព្រោះតែឆ្លោះមួយកូរ៉េមួយទៀតហ្នឹងបែកទេសត្រូវពីរក្នុងពេលតែមួយហ្នឹងដល់ហើយថៃហ្នឹងបាច់អីហ្នឹងចាក់ទៅកូរ៉េឲ្យទៅកូរ៉េវាយហ្នឹងផ្សាយយើងពលក្ដួចដូច្នេះខ្ញុំមើលទៅថៃបើយើងមើលរឿង scammer នេះរឿងអក្រិតកម្មអនឡាញនេះថៃក៏មិនធម្មតាដែរ
ហើយយើងតិចទៀតយើងឃើញហើយទាំងគឺរដ្ឋាភិបាលអនុทิនបើនៅខណៈរដ្ឋាភិបាលអនុทิនមានអាយុតែ4ខែ3អីហ្នឹង120ថ្ងៃបងប្អូនបោះឆ្នោតឡើងវិញរំលាយសភាបោះឆ្នោតឡើងវិញតាមកិច្ចសន្យាដែលបានសន្យាជាមួយនឹងគណៈបកប្រជាជនថៃប៉ុន្តែខណៈថាអនុทิនមិនដឹងយ៉ាងម៉េចទៅជ្រើសរើសបកនាយករដ្ឋមន្ត្រីដែលមានពាក់ព័ន្ធទៅនឹងរឿងឧក្រិដ្ឋកម្មអនឡាញណាចឹងហើយបានបុគ្គលកាន់ចំកម្លាំងដែលមើលឃើញថាមកជាមករំខានគូក្បាលអ្នកភូមិមកអីហ្នឹងវិញបងប្អូនរៀនរំសាយទៅវិញរំសាយទៅដកតាំងពីមេក្រូដកតាំងពីអីទៅវិញលែងឃើញមកប្រហែលថ្ងៃចុងក្រោយនេះគេមិនទាន់រករឿងនោះចេញមកលយតាមពិតខ្លួនឯងហ្នឹងនៅក្នុងអាក្រុមលបែងអនឡាញពួកក្រិតជនអនឡាញហ្នឹងដែរហ្នឹងក៏មិនដឹងផងប៉ុន្តែគាត់ថាគេកំពុងតែសមាជិកសភាមកពីគណៈបកប្រជាជនថៃហ្នឹងកំពុងតែសិក្សាតើនឹងប្រភពថវិកាហ្នឹងមកពីណាស្អីអ្វីយ៉ាងម៉េចហ្នឹងចាំមើលលទ្ធផលខ្ញុំតាមដានដែរណានៅពេលដែលត្រូវមកថ្មោងអញ្ចឹងទៅបានឃើញចាប់ផ្ដើមដកធុងបាសដកមេក្រូដកអីចេញពីព្រំដែនណាចេញពីព្រំដែនឃើញទេអរគុណគណៈបកប្រជាជនថៃទៅតែវាយ៉ាងហោចណាស់ក៏វាបានជួយឲ្យពលរដ្ឋនៅតាមព្រំដែននឹងដេកលក់វិញដែរប៉ុន្តែមិនមានន័យថាពលរដ្ឋនឹងត្រូវមិនប្រយ័ត្នប្រយែងណាត្រូវប្រយ័ត្នប្រយែងជាប្រចាំរដ្ឋាភិបាលក៏គួរតែយកចិត្តទុកដាក់ជាមួយពួកគាត់ជាពិសេសរឿងស្ថានភាពរឿងបំណុលរឿងអីហ្នឹងធនាគារនេះឲ្យតែស្ងាត់ហ្នឹងគឺស្ងំបើម៉ូតូស្ងាត់ចងសបុកកំពុងសម្ាំងរៀងស្ងាត់តិចទៅទាលុយទៀតណាទៅទាលុយទៀតអត់បានទេអត់ចេះភ្លេចទេណាព្រោះ CO មិនចេះភ្លេចដាច់ខាតហើយទៅទាលុយទៀតឥឡូវហ្នឹងយ៉ាងហើយបើអាចរដ្ឋអន្តរាគមន៍ក្នុងការដោះស្រាយបញ្ហាហ្នឹងអានឹងសង្ឃឹមថាបងប្អូននៅភូមិព្រៃច័ន្ទឬក៏នៅភូមិជោគជ័យនេះអាចសម្រាលបន្ទុកខ្លះព្រោះគាត់អត់មានចំណូលអីទៀតទេយើងមើលពួកគាត់រស់នៅតាមព្រំដែនហ្នឹងគឺរស់នៅដោយការលក់កម្លាំងពលកម្មទៅឲ្យសៀមអញ្ចឹងទៅលក់ដូររឿងទំនិញរត់ពន្ធនៃតិចតួចអញ្ចឹងទៅជាការចិញ្ចឹមជីវិតមករស់អញ្ចឹងទៅរស់អញ្ចឹងទៅតេតនាគារហ្នឹងមិនដឹងថាប្រមាណទេក្នុងភូមិហ្នឹងតែសង្ឃឹមថារដ្ឋអន្តរាគមន៍ដើម្បីធ្វើម៉េចជួយសម្រាលជីវភាពរបស់គាត់អំឡុងពេលដែលគាត់មិនអាចរកឲ្យបានសោះជីវភាពក៏អត់ហើយមានចង្រៃហ្នឹងវាយកមីក្រូមកចាក់តម្លង់ឲ្យមិនឲ្យបានដេកទៀតប៉ុន្តែឥឡូវហ្នឹងនៅពេលដែលគេស្រាវចុះស្រាវឡើងទៅអាហ្នឹងផែនការផុសគេមានក្រៀបកាឡាពីឧបនាយករដ្ឋមន្ត្រីថៃមកហ្មងណាធ្វើម៉េចទាញមហាជនថៃហ្នឹងកុំឲ្យគិតរឿង scam អនឡាញកុំឲ្យគិតរឿងអី scammer ហ្នឹងកុំសូវខ្វល់តែរឿងពីរភូមិហ្នឹងទៅប្រឆេះចង់ឆេះដោយទាំងអតីតនាយករដ្ឋមន្ត្រីទៀតណាប៉ុន្តែឃើញមិនដឹងអ្វីខ្ញុំមើលមិនទាន់ឃើញលុបសារលុបអីឬក៏លុបវីដេអូអីអារឿងអស់ការអត់ធ្មត់ហ្នឹងប៉ុន្តែហ្នឹងហើយឃើញថាសង្គ្រាមចិត្តសាស្ត្រហ្នឹងតាមពិតគ្រាន់តែជាលបែងនយោបាយនៅក្នុងប្រទេសថៃដើម្បីបង្វែរការចាប់អារម្មណ៍របស់មហាជនប្រើ MMO ម្នាក់ណាប្រើអ្វីដែលសំខាន់ហ្នឹងទៅប្រើប្រាស់យន្តហោះរបស់រាជការអេលីកូបទ័ររបស់រាជការហ្នឹងមកធ្វើការងារអស់ហ្នឹងទៀតណាឥឡូវហ្នឹងគេទៅសួរហ្នឹងហើយព្រោះយន្តហោះអេលីកូបទ័ររបស់ក្រសួងកសិកម្មហ្នឹងវាប្រើសម្រាប់តែកិច្ចការងាររាជការទេបើឥឡូវបុគ្គលនិយមប្រើជាលក្ខណៈឯកជនហើយគ្មានតួនាទីអីសោះ MMO មានឥទ្ធិពលអញ្ចឹងបានថាតទៅពេលសួរទៅថាមិនក៏មានឥទ្ធិពលមកបើថាមនុស្សគ្មានអ្នកនៅពីខាងក្រោយខ្នងទេមិនមានឥទ្ធិពលប៉ុណ្ណឹងទេឥឡូវហ្នឹងគេចាប់ផ្ដើម check bin ណាគេចាប់ផ្ដើមទូទាត់ឥឡូវហ្នឹងឃើញដកក្រុមផ្សាយកតុយដកទៅវិញហ៎ក្រុមផ្សាយកតុយដកទៅវិញអញ្ចឹងហើយខ្ញុំជឿថាបញ្ហាព្រំដែនទោះបីជាយ៉ាងណាក៏ដោយបើសិនជាគ្មានបុគ្គលដែលគ្មានគេហៅថាអត់មានតួនាទីអីនៅក្នុងស្ថាប័នរដ្ឋសោះហើយมันមានការយល់ដឹងផ្នែកខាងការទូតអីទាំងអស់គឺយកទៅ share យកទៅ like យកទៅ view ទេពួកនេះលាយណាលាយទៅណាទៅរករឿងសមាជិកហ៊ានទៅរករឿងសមាជិកព្រឹទ្ធសភាគម្រាមសម្រាប់ឥឡូវគេចាប់ផ្ដើមទូទាត់ហើយចាប់ផ្ដើមទូទាត់ហើយអញ្ចឹងហើយជួនកាលហ្នឹង MMO ហ្នឹងក៏ទៅរំខាននៅក្នុងការចរចាដើម្បីដោះស្រាយបញ្ហាតាមព្រំដែនដែរខ្ញុំទទួលស្គាល់ហើយថាកម្លាំងកម្ពុជាវាតិចអញ្ចឹងបើដោះស្រាយតាមមធ្យោបាយដូចកូរ៉េដូចអីមិនបានទេវាយយកឬក៏អីហ្នឹង
បើយើងប្រើយន្តការការទូតដើម្បីអាចចរចាគ្នាបានអាហ្នឹងល្អហើយសំខាន់ក៏បញ្យល់ពលរដ្ឋដែរបញ្យល់ថាការចរចាបញ្ចប់ការឈប់បាញ់ជាស្ថាពរនេះអានេះមិនមែនតាក់ទងទៅនឹងរឿងការវាស់វែងតាមព្រំដែនទេណាបញ្យល់ពលរដ្ឋឲ្យបានខ្ញុំជឿថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតសរសេរសេចក្តីថ្លែងការណ៍មួយសន្លឹកហ្នឹងពលរដ្ឋមិនទាន់យល់ច្បាស់ទេត្រូវឲ្យពួក MMO ដែលគ្រប់គ្រងរដ្ឋាភិបាលនឹងជួយបញ្យល់ផងកុំប្រើតែជេរអ្នកខាងក្រៅប្រឆាំងពេកឲ្យជួយបញ្យល់អស់ហ្នឹងបញ្យល់ថាកិច្ចចរចា GBC នេះអានេះគេចរចាដើម្បីបញ្ចប់ការបាញ់គ្នាជាស្ថាពរទេដើម្បីបើកផ្លូវឲ្យមានការចរចានៅក្នុងការវាស់វែងតាមនីតិវិធីរបស់ RBC ឲ្យឡើងវិញអញ្ចឹងទៅអាយន្តការទ្វេភាគីណាបើមិនអញ្ចឹងទេវាស់ឲ្យមិនកើតបាញ់គ្នារហូតចឹងទី1ទី2កម្ពុជាត្រូវប្រកាសចំហឲ្យច្បាស់អារឿងតំបន់4ដែលប្តឹងទៅ ICJ នៅពេលដែលចរចាមានសន្តិភាពហើយហ្នឹងអាតំបន់4ហ្នឹងមិនយកមកប្រើយន្តការទ្វេភាគីដែរឬក៏យ៉ាងម៉េចឬក៏ឈប់ប្តឹងហើយអាហ្នឹងត្រូវបញ្យល់ពលរដ្ឋផងត្រូវបញ្យល់ពលរដ្ឋផងខ្ញុំបញ្យល់នោះខ្ញុំបានស្ដាប់ខ្លះដែរបើមិនអញ្ចឹងទេគឺនៅហ្នឹងហើយព្រោះបើតាមខ្ញុំដឹងមកអា MOU ឆ្នាំ2000ឆ្នាំ2001នេះគឺជា MOU មួយដែលត្រូវបានតម្កល់នៅក្នុងអង្គការសហប្រជាជាតិណាសម័យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយនឹងលោកអភិសិទ្ធនេះបានយកឯកសារកតេយុត្តហ្នឹងឲ្យយកទៅតម្កល់ក្នុងអង្គការសហប្រជាជាតិធ្វើសច្ចាប្រណិធានប្រាប់អង្គការសហប្រជាជាតិថានៅពេលដែលកម្ពុជាមានបញ្ហារឿងព្រំដែននឹងប្រើប្រាស់យន្តការហ្នឹងឲ្យយកមកដោះស្រាយអញ្ចឹងនៅពេលដែលយើងមានបញ្ហាយើងប្តឹងទៅអង្គការសហប្រជាជាតិយើងប្តឹងទៅ ICJ គេរុញមកវិញគេថាចុះអាយន្តការទ្វេភាគីមិនដោះសិនទៅងាកមកអង្គការសហប្រជាជាតិងាកមក ICJ ហ្នឹងវាលឿនពេកដោះស្រាយគ្នាឯងពីរនាក់ហ្នឹងសិនមើលចឹងហើយបាទខ្ញុំនិយាយលើមុនហ្នឹងថា MOU 2000 2001នេះណាកម្ពុជាហ្នឹងខាតបង់ជាងថៃណាការចង MOU ហ្នឹងវាជារនាំងវាជាឧបសគ្គដែលធ្វើឲ្យកម្ពុជាមិនអាចប្រើប្រាស់យន្តការអន្តរជាតិបានទេប្តឹងគេរុញមកវិញគេរុញមកដោះស្រាយទ្វេភាគីប៉ុន្តែរៀងសំណាងតិចដែរដែលឃើញអ្នកនយោបាយថៃភ្លើមួយចំនួនខ្ញុំហៅចឹងទៅអ្នកខ្លះគេថាថៃមិនភ្លើទេយើងគ្រាន់បើអីទៅហៅគេភ្លើប៉ុន្តែឥឡូវហ្នឹងឃើញរដ្ឋាភិបាលអនុทินចាប់ផ្ដើមគៀងគោចង់ឲ្យមានការធ្វើប្រជាមតិឬក៏ការស្ទង់មតិដើម្បីលុប MOU 2001ដែលខាងថៃគេហៅ MOU 43 44ហ្នឹងអូបានថៃលុបអាហ្នឹងខ្ញុំសប្បាយចិត្តងាប់ហើយមែនទេគណៈបព្វឆាំងអីដែលធ្លាប់កន្លងមកលោកអ៊ុំសំអានអីកាលខ្ញុំនៅធ្វើការជាអ្នកសម្របសម្រួលរបស់ KMD របស់លោកជំទាវមួយសុខួរអីយើងសប្បាយចិត្តណាស់ដែលលើយើងមានក្រុម KMD ឬក៏លោកអ៊ុំសំអានអីហ្នឹងឥឡូវហ្នឹងគាត់ជារដ្ឋមន្ត្រីក្រសួងកិច្ចការងារព្រំដែនអន្តរប្រវេសរបស់រដ្ឋាភិបាលក្រៅប្រទេសលោកសំរងស៊ីផងគាត់ជាអ្នកជំរុញថ្មីឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងលុប MOU ឆ្នាំ2000 2001ចេញព្រោះវាតាក់ទងទៅនឹងរឿងការបាត់បង់កោះគុតហើយនឹងបន់ព្រំដែនមួយចំនួនប៉ុន្តែរដ្ឋាភិបាលកម្ពុជាអត់អើពើឥឡូវហ្នឹងខាងថៃហ្នឹងគេចង់លុបអាហ្នឹងចេញអាហ្នឹងគឺអាហ្នឹងល្អហ្មងគេហៅថាអត់ចាំបាច់អីទេអង្គុយមកដល់ម៉ោងឆ្អិនស្រេចណាចឹងហើយសង្ឃឹមថាចាំមើលការបោះឆ្នោតលើកនេះតើគេការបោះឆ្នោតនៅថៃហ្នឹងគេនឹងធ្វើប្រជាមតិអត់បើសិនជារដ្ឋាភិបាលអនុทินអនុម័តរុញការធ្វើប្រជាមតិលុប MOU ឆ្នាំ2000 2001ចេញណាពលរដ្ឋថៃនឹងបោះឆ្នោតលុបហើយព្រោះត្រូវបានពួក MMO នឹងបំពុលថា MOU ឆ្នាំ2000 2001នេះជាពិសេសក្រុមពួកអាវលឿងណាក្រុមពួកអាវលឿងមានអាចារ្យផាន់ថេតមានសុនធិលឹមថងគុណមានស្អីនេះពួកអាវលឿងនេះអូពួកហ្នឹងបំពុលពលរដ្ឋថៃហ្នឹងហើយបើសិនជាបានលុប MOU 2000 2001ភ្លាមដោយឯកតោភាគីកម្ពុជាមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការរុញរឿងហ្នឹងទៅ ICJ ហើយប្រាប់ថាឥឡូវនេះយន្តការទ្វេភាគីត្រូវបានថៃលុបចេញឲ្យដោយឯកតោភាគីអត់អាចប្រើប្រាស់យន្តការទ្វេភាគី GBC ឲ្យបានទៀតទេអញ្ចឹងខ្ញុំកម្ពុជាមានជំរឿនឲ្យក្រៅតែពីពឹងឲ្យ ICJ ដោះស្រាយឲ្យអង្គការឲ្យតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយតាមជាយន្តការរបស់ UN ឃើញបើកផ្លូវឲ្យកម្ពុជាមានសិទ្ធិនៅក្នុងការប្រើប្រាស់យន្តការអន្តរជាតិទេចឹងហើយយើងសងំទៅនិយាយជាភាសាខ្មែរថៃមិនសូវដឹងប៉ុន្តែចាំសង្កេតមើលទាំងអស់គ្នាបើសិនជាថៃលុប MOU ឆ្នាំ2000ឆ្នាំ2001មែនណាកម្ពុជាជោគជ័យធំណាពេលនោះហើយចឹងហើយបានអនុทิនក៏អត់ហ៊ានធ្វើខ្លួនឯងដែរគាត់សូវច្បាស់នោះ
ព្រោះ MOU ឆ្នាំ2ឆ្នាំ MOU នេះលុបបានដល់រដ្ឋាភិបាលដែររដ្ឋាភិបាលមានអភ័យឯកសិទ្ធិស្នើទៅសភាដើម្បីលុបបានដែរហើយចាំបាច់ធ្វើស្ទង់មតិអីឃើញទេចង់រុញអាហ្នឹងជាកំហុសហ្នឹងទី1បានប្រជាប្រិយភាពអាចត្រូវបានជាប់ឆ្នោតបន្តដឹកនាំមួយរយៈទៀតឆ្នាំ2026ផងសង្ឃឹមអញ្ចឹងហើយទម្លាក់កំហុសហ្នឹងទៅពលរដ្ឋតែម្ដងថាកាលហ្នឹងខ្ញុំលុប MOU ហ្នឹងមិនមែនជាកំហុសរដ្ឋាភិបាលខ្ញុំទេណាអាហ្នឹងពលរដ្ឋគាត់សម្រេចខ្លួនឯងដែរឃើញទេឃើញល្បិចអ្នកនយោបាយព្រោះអាហ្នឹងជាការប្រឈមនឹងប្រវត្តិសាស្ត្រថៃហើយតែយើងរុញករណីបើអត់មានយន្តការ MOU 2001ជាឆ្អឹងតឹងកនៃយន្តការរបស់ ICJ ទេណាបញ្ជាក់ឲ្យច្បាស់ណាកម្ពុជាមានព្រៀបខ្លាំងដោយសារអីយើងនៅប្រើប្រាស់អាមាត្រដ្ឋាន100លើ200,000នៅក្នុងការវាស់វែងណាក្នុងការវាស់វែងអញ្ចឹងហើយតំបន់ព្រំដែនមួយចំនួនរួមទាំងព្រៃច័ន្ទរួមទាំងជោគជ័យរួមទាំងតំបន់តូចតំបន់ធំវាស់ទៅនៅក្នុងដីខ្មែរទាំងអស់ណាប៉ុន្តែគណៈថារដ្ឋាភិបាលកន្លងមកមិនអើពើរឿងហ្នឹងនៅក្នុងការជំរុញឲ្យមានការលុប MOU នឹងចោលហើយមិនដឹងថាឈលលើហេតុផលអីនៅក្នុងការទៅចុះ MOU នោះពិនិត្យឲ្យបានច្បាស់លាស់ទៅគឺយើងដូចចាញ់ព្រៀបគេព្រោះយើងចងខ្លួនឯងអត់អាចដើរបន្តបានអញ្ចឹងត្រឡប់មកវិញខ្ញុំឃើញរដ្ឋាភិបាលបញ្ជូនករណីតំបន់តូចតំបន់ធំទៅ ICJ ហ្នឹងអាហ្នឹងសង្ស័យល្បិចហើយពួកខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាមិនមែនមិនដឹងទេណាមិនដឹងថា MOU 2001ហ្នឹងជាយន្តការដែលបានតម្កល់ក្នុងការសហជីវជាតិហើយវាជាឧបសគ្គនៃការដំណើរការនីតិវិធីរបស់ ICJ ខ្ញុំមិនជឿថារដ្ឋាភិបាលមិនដឹងទេប៉ុន្តែហ្នឹងស្ថិតនេះទៅថតអស់ពីប៉ុស្តិ៍ទៅអើដល់ទាំងថៃដែរគាត់តែខ្ញុំហោះអបអសាទរដែរប៉ុន្តែក្រោយមកស្ងាត់ទៅហើយក៏មានអ្នកបកកាយចំណាប់មួយចំនួនទៅ check មើលអាលេខចូលពួកនៅ ICJ តែគេទទួលបណ្ដឹងយើងហើយមានន័យថាវាមានលេខចូលរបស់គេទៅមើលនៅក្នុង website របស់ ICJ អត់ឃើញលេខចូលផងអញ្ចឹងអគ្គរដ្ឋទូតនៅហូឡង់ហ្នឹងវាជាចូលទៅថតទេបានដាក់ពាក្យហ្នឹងទៅទេមើលទៅបានដាក់ពាក្យហ្នឹងទៅប៉ុន្តែលោកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញមកប្រកាសថាហ្នឹងជារឿងកិច្ចការងារតុលាការអីមិនមែនតែគេហែកឲ្យយើងមើលទាំងអស់ទេវាគ្មានទេអាហ្នឹងគាត់បញ្យល់មកអញ្ចឹងឲ្យយើងចាំមើលទៅចាំជឿសិនទៅបើគាត់ថាចាំមើលប៉ុន្តែខ្ញុំដូចមិនសូវជឿពូមកដល់ឥឡូវនេះវាអាប៉ោងបើកក្របហើយនៅពេលដែលយើងស្ដាប់មើលទៅថាអូតាមពិតអ្វីដែល ICJ មិនដំណើរការបាននេះដោយសារ MOU ឆ្នាំ2001ហ្នឹងតាព្រោះយើងបានចុះកិច្ចព្រមព្រៀងទ្វេភាគីថានឹងដោះស្រាយបញ្ហារឿងព្រំដែនណាតាំងទឹកតាំងគោកណាតាមយន្តការ MOU 2001អត់ប្រើប្រាស់យន្តការភាគីទី3ឬក៏អត់ប្រើប្រាស់យន្តការអន្តរជាតិទេយើងបានចុះហើយចឹងហើយយើងក៏ដឹងដែរថាយន្តការហ្នឹងគឺជាឧបសគ្គនៃដំណើរការនីតិវិធីរបស់ ICJ ប៉ុន្តែជាតិចនិចនយោបាយបញ្ជូនអគ្គរដ្ឋទូតនៅហូឡង់ថតមកប៉ុស្តិ៍ឆ្វាច់ប្រហោះមកហើយនេះអបអសាទរបើណាចាំមើលណាខ្ញុំជាបទវិភាគរបស់ខ្ញុំទេប៉ុន្តែខ្ញុំឈលលើហេតុផលមួយចំនួនអញ្ចឹងមិនមែនជាការចោទប្រកាន់ទេបើគាត់ថាតាមដានចុះឡើងទៅដូចលែងចង់ជឿហើយអារឿងទៅប្តឹងនៅ ICJ ហ្នឹងសង្ស័យទៅចូលទៅថតទេមិនបាច់អត់បានដាក់ពាក្យប្តឹងផងណាព្រោះខ្ញុំមិនជឿថារដ្ឋាភិបាលមិនដឹងទេថា MOU 2001ជាឧបសគ្គចឹងហើយត្រឡប់មកវិញជាការសរុបបាទខ្ញុំគិតថាឥឡូវនេះវា50នាទីជិត1ម៉ោងដែរហើយជាប្រចាំហ្នឹងខ្ញុំនិយាយមកជា1ម៉ោងទេចឹងសរុបមកវិញឃើញថាអ្វីដែលកូរ៉េបញ្ជូនកងកម្លាំងពិសេសនៅក្នុងការមករំដោះពលរដ្ឋរបស់ខ្លួននេះហើយបន្ទាប់មកវារំដោះបានហើយឲ្យលុយបដោះបដាលប៉ូលីសខ្មែរហ្នឹងឲ្យរៀនប្រក្រាបអនឡាញនេះសម្រាប់ខ្ញុំមើលទៅជានយោបាយជាយុទ្ធសាស្ត្រខុសបាំងឯខ្នងរបស់កូរ៉េប៉ុន្តែទោះបីយ៉ាងណាក៏ដោយបងប្អូនត្រូវដឹងថាកូរ៉េដែលមករំដោះពលរដ្ឋខ្លួនឯងហ្នឹងមិនមែនមករំដោះតែពលរដ្ឋទេមកចាប់អាមេខ្លោង scammer ជនជាតិកូរ៉េហ្នឹងមករកស៊ីនៅខ្មែរដែរមិនមែនពួកហ្នឹងរងគ្រោះទាំងអស់ទេណាមិនមែនពួកនឹងរងគ្រោះទាំងអស់អ្នកស្ដាប់ព័ត៌មានថៃហ្នឹងអ្នកខ្លះស្ដាប់ទៅជឿថាពួកហ្នឹងsẽរងគ្រោះ 3-400 នាក់ប៉ុន្តែតាមពិតទៅហ្នឹងមកចាប់មេខ្លោង scammer ជាជនជាតិកូរ៉េបោកប្រាស់អនឡាញពីប្រទេសកូរ៉េនោះផងហើយនឹងក៏មានរងគ្រោះជនរងគ្រោះក្នុងហ្នឹងដែរហើយមេខ្លោងហ្នឹងមិនតិចទេគឺរដ្ឋាភិបាលនិយាយថាប្រមាណមនុស្សជាង60នាក់ត្រូវបានបំរើមកឲ្យចូលកម្ពុជាវិញហ្នឹងហើយតែជាមានការជជែកអីជាមួយនឹងខាងប៉ូលីសកូរ៉េណាអញ្ចឹង
បាត់ខ្លួន80 64ជនអក្រិតមេខ្លោង scammer អញ្ចឹងអ្នករងគ្រោះប្រហែលជា20 30ទេថៃក៏ដូចគ្នាដែរថៃរាល់ថ្ងៃកំពុងតែបំពល់ពលរដ្ឋខ្លួនឯងថាពួកថៃដែលចូលមករកស៊ីនៅប៉ោយប៉ែតអនឡាញអត់អីហ្នឹងសិតតែពួករងគ្រោះអីពួកហ្នឹងជឿសួរមេជួលអាគារនៅប៉ោយប៉ែតតកែថៃហ្នឹងមកជួលវារងគ្រោះអីវាមកធ្វើតកែនៅដាក់កុំព្យូទ័រដាក់អីហ្នឹងទេពេញពិភពលោកបោកប្រាស់តាមអនឡាញចឹងហើយវាមានទាំងអាមេខ្លោងរកស៊ីអាហ្នឹងហើយវាមានទាំងរងគ្រោះអាហ្នឹងវានៅទន្ទឹមគ្នាហ្នឹងហើយឥឡូវនេះខាងខ្ញុំនិយាយចុងក្រោយថាខាងថៃកំពុងតែអង្គើដែរព្រោះកម្រិតឧបនាយករដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍ថៃនឹងត្រូវបានគេរកឃើញថាជាប់ពាក់ព័ន្ធទៅនឹងការឆបោកអនឡាញដែលមានទំហំទឹកប្រាក់ប្រមាណជា200ទៅ300លានបាតហើយប្រើប្រាស់កាន់ចងប្លង់ដែលយើងស្គាល់ថាជាអ្នកដែលដឹកលាមកយកធុងបាសមកដាក់ព្រំដែននេះដើម្បីបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋថៃកុំឲ្យគិតគូរពីរឿងការឆបោកតាមអនឡាញណាយោបាយស្មុករោគចឹងបងប្អូនយោបាយស្មុករោគចឹងណាបើថាមិននេះទេគឺចូលគប់ហើយចូលគប់ហើយណាប៉ុន្តែខ្ញុំគ្រាន់តែថាធ្វើម៉េចជាផ្នែកមួយដែលចង់ឲ្យបងប្អូនឃើញខ្លះថារឿងរ៉ាវទាំងអស់ហ្នឹងឥឡូវវាចាប់ដើមលាតត្រដាងតិចដំបូងឡើយយើងឃើញថាវាមាននៅចំណុចល្ងឹតឥឡូវនៅពេលដែលយើងតភ្ជាប់គ្នាទៅបានយើងដឹងថាអូតាមពិតសិតតែជាល្បិចផងអ្នកធំទេទាំងខាងខ្មែរទាំងខាងថៃណាហើយយើងពលរដ្ឋសាមញ្ញនេះជួនកាលព្រឹបឡើងទៅក៏អជាមួយគេទៅអសាទរតាមពិតហ្នឹងឯណោះឯណាឯណោះចឹងហើយក៏តាមដានយកមកពិចារណាហើយខ្ញុំនិយាយដដែលទេជាលើកចុងក្រោយជាចុងក្រោយមិនលើកចុងក្រោយជាចុងក្រោយបើជួបគ្នារាល់អាទិត្យណាជួយសង្ខេបកុំឲ្យបងប្អូនភ្លេចផងអ្នកខ្លះទៅមកពីដើរលេងតាមខេត្តអីហ្នឹងស្ដាប់តាមផ្លូវបើបប្រយ័ត្នប្រយែងប៉ុន្តែកុំតន់ជឿខ្ញុំណាកុំតន់ជឿខ្ញុំស្ដាប់ដោយការពិចារណាស្ដាប់ឲ្យបានច្រើនណាកុំជឿតាមប្រភពព្រោះឥឡូវហ្នឹងគឺព័ត៌មានហ្នឹងគឺវាច្រើនណាស់អ្វីដែលសំខាន់វាមិនដូចសម័យចំនួនឪពុកខ្ញុំឬក៏ឪពុកបងប្អូនឬក៏ជីដូនជីតាយើងទេជីដូនជីតាយើងបោះតត្រាក់មកតែសេតែ2ជួរហ្នឹងអូជឿផ្អើលពេញភូមិឥឡូវហ្នឹងអត់ទេបងប្អូនត្រូវការអ្នកដែលមានសមត្ថភាពនៅក្នុងការអាចវិភាគណាអាចផ្ដល់នៅព័ត៌មានគ្រប់ជ្រុងជ្រោយដើម្បីឲ្យបងប្អូនមានការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយដែរហើយខ្ញុំចូលរួមចំណែកជាផ្នែកមួយណានៅក្នុងការបង្ហាញចំណុចខ្លះដែលបងប្អូនអាចមើលមិនឃើញឬក៏បងប្អូនមើលឃើញហើយប៉ុន្តែបាននិយាយខ្ញុំអាចថានិយាយជំនួសបងប្អូនមើលមិនឃើញពិចារណាទៅថាតើវាយ៉ាងម៉េចណាតាំងពីរឿងទៅប្តឹងនៅ ICJ ហ្នឹងខ្ញុំដល់ពេលឥឡូវបានដឹងថាអូអញ្ចឹងតើវារឿងស្អីចាក់មេក្រូនៅភូមិព្រៃច័ន្ទយកឡានដឹកលាមកអីចង់មកបាញ់ដាក់ពលរដ្ឋហ្នឹងតាមពិតមិនមែនរឿងស្នេហាជាតិរបស់កាន់ចោមប្លាំងនេះណាមានឧបនាយករដ្ឋមន្ត្រីថៃរាល់ថ្ងៃហ្នឹងគ្រាន់តែបង្វែរការចាប់អារម្មណ៍ទៅអាហ្នឹងក្បាច់បង្វែរការចាប់អារម្មណ៍ដូចតែខ្មែរអញ្ចឹងទេណាហើយនៅស្រុកខ្មែរហ្នឹងយើងឃើញហើយអ្នកសារព័ត៌មានធំហ្នឹងមិនសូវហ៊ានប៉ះដែរទេណាពួក scammer ហ្នឹងមិនដឹងតែជាពួកគាត់ដឹងដែរហ្នឹងថាពួកអ្នកឆបោកអនឡាញហ្នឹងគឺអ្នកណានៅវាងក្រោយមានអ្នកណាខ្លះហ្នឹងគាត់ដឹងហើយបើគាត់អត់ហ៊ានប៉ះទេណាទៅអង្គុយបោះតង់អីនៅព្រៃច័ន្ទនៅភូមិជោគជ័យអីណាធ្វើកតំអញ្ចឹងទៅប៉ុន្តែបើនិយាយរឿងស៊ីជម្រៅរឿង scammer រឿងអីហ្នឹងអត់មានណាហ៊ានប៉ះទេដូចគ្នាអញ្ចឹងចឹងហើយនយោបាយស្មុករោគចឹងបងប្អូននយោបាយស្មុករោគប៉ុន្តែអត់នយោបាយក៏ប្រទេសជាតិមិនដំណើរការដែរប៉ុន្តែសំខាន់បងប្អូនត្រូវពិចារណានៅក្នុងការជ្រើសរើសនយោបាយណាដែលស្អាតស្អំគិតគូរអំពីសេចក្តីថ្លៃថ្នូរគិតគូរអំពីជីវិតអាយុជីវិតរបស់ពលរដ្ឋណាចាយរំលែកផលចំណេញពីដំណើរការសេដ្ឋកិច្ចឲ្យបានសមភាពខ្ញុំមិននិយាយស្មើណាអ្នកមានសមត្ថភាពវាមានច្រើនទៅប៉ុន្តែកុំឲ្យវាគម្លាតមានអ្នកក្រហ្នឹងវាខ្លាំងពេកណាវាខ្លាំងពេកធ្វើម៉េចរស់បានទាំងអស់គ្នាណាមិនចាំបាច់រស់ដោយមានអ្នកជួយលើកសម្លុយ 4-5 នាក់អីទេអានោះមិនបាច់ទេយើងតែធម្មតាអញ្ចឹងទៅវារស់បានសុខជុំគ្នាវាវិវត្តទៅហើយមុខមាត់ប្រទេសជាតិហ្នឹងក៏វាថ្លៃថ្នូរដែរប៉ុន្តែគាត់ថាចាប់ពីថ្ងៃនេះទៅហ្នឹងកម្ពុជាហ្នឹងដល់ហើយ
មិនដឹងថាត្រូវការមនុស្សប្រមាណចំនួនទេក្នុងការលាងជួយសម្អាតគេឈ្មោះកម្ពុជាលើឆាកអន្តរជាតិណាអាហ្នឹងមរតកនេះគឺបន្ទុកមរតកនេះគឺមរតកចង្រៃដល់ហើយបន្ទុកដល់ទុកដល់កូនចៅចំនួនក្រោយជួយលាងហ្នឹងអាហ្នឹងខ្ញុំហ៊ានប្រើពាក្យអញ្ចឹងបងពួកខ្ញុំក៏គិតថាមើលទៅណាមិនដឹងថាឲ្យសម្ដីវាចេញមកហើយពីប្រធានាធិបតីកូរ៉េថាយើងជា City of Crime ឬក៏ Kingdom of Crime អញ្ចឹងអា Kingdom of Wonder របស់យើងនោះចប់អស់បាត់អញ្ចឹងហើយសម្លេងរបស់អ្នកនយោបាយជាន់ខ្ពស់របស់កូរ៉េម្នាក់ផ្សាយពេញពិភពលោកសម្លេងហ្នឹងគឺបណ្ដាសារព័ត៌មានធំហ្នឹងគឺចុះព្រាតហ្មងសប្តាហ៍នេះអញ្ចឹងហើយយើងជួយលាងអាម៉េចឥឡូវនេះលាងអាម៉េចហ្នឹងហើយគឺអ្នកដែលធ្វើរឿងហ្នឹងប្រឈមមុខជាមួយនឹងប្រវត្តិសាស្ត្រខ្លួនឯងមានអ្នកកត់ត្រាមានអ្នកកត់ត្រាខ្ញុំក៏អ្នកកត់ត្រាម្នាក់ដែរសេទុកយ៉ាងទៅសេទុកក្នុងអនឡាញឬក៏និយាយទុកអនឡាញនេះប៉ុន្តែកុំភ្លេចថាដែលធ្វើឲ្យឈានទៅដល់ដំណាក់កាលនេះត្រូវដឹងថាជាអ្នកណាជាអ្នកបង្កើតអរគុណបាទខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលា